ដំណើរកំសាន្ត Couple Trip ត្រូវបានចាប់ផ្ដើមជំរាបសួរពុកម៉ែបងប្អូនត្រឡប់មក vlog របស់ Emmy សារជាថ្មីចាអាដីអ្នកបើជ្រុលបានដើរលេងហើយគឺដើរ4រដ្ឋហ្មងជើងនេះចាទៅខាង Lowell New York Rhode Island និង Boston តែសម្រាប់ធัวគឺបើកលក់ធម្មតាចាពេល Emmy ដើរលេងគឺម្យ៉ាងណាក៏នៅតែធ្វើការជូនទៅដល់ពុកម៉ែបងប្អូនដែរចាប៉ុន្តែយើងត្រូវមាន holiday សម្រាប់ជីវិតរបស់យើងដូចគ្នាដែរនិយាយពីថាបានលេងតកកសបាយអគ្មានដឹងខ្លួនឯងចាស់ទេលោកអូយចូលក្បាល33ឯណាចាមិនមែនលេងសើចទេណានាង Emmy ថាយើងដើរលេងឲ្យហើយតន់យើងមិនទាន់មានកូនតែយើងមានកូនជាប់ដៃជាប់ជើងទៅណាក៏ពិបាកដែរវាមិនមែនថាពិបាកយើងទៅមិនរួចទេប៉ុន្តែយើងនឹងវាអាណិតកូនយើងអត់ចង់ដើរលេងអញ្ចឹងតន់យើងមិនទាន់មានកូនតន់យើងមិនទាន់មានកម្រងអូខេដើរលេងឲ្យហើយតែជីវិតទៅកាន់សុខតិចបងប្អូនអត់កាហ្វេអត់បានទេខ្ញុំប្រាប់ណាអត់ចេះកាហ្វេក៏ញ៉ាំដែរសុខចិត្តញ័រសាច់ធឺតពេលក្រោយចាអូខេឥឡូវខ្ញុំមកដល់ Rhode Island ហើយពេលវេលានេះគឺខ្ញុំកំពុងតែធ្វើដំណើរចាចេញទៅផ្ទះក្រុមគ្រួសារថាច់ថ្លៃរបស់ខ្ញុំគឺនៅខាង Rhode Island ហើយបើសួរថាគាត់មុខមិនបងប្អូនមើលមុខគាត់ឲ្យហើយនេះនិយាយពីថាទៅផ្ទះគាត់ប្រហែលថ្ងៃទទួលដិតដល់ណាហើយមិនមកអង្គយូរក៏ទៅ Paris នៅផ្ទះ Christmas ពូម៉ាក់គាត់បន្តទៀតអូនិយាយពីថា Emmy សប្បាយអជួបជុំបងប្អូនដែលធ្លាប់ជួបគ្នានៅខ្មែរជួបអីបងប្អូនណោះនិយាយពីរំផងឈៀងផងឡើងដួលខ្ពកឥឡូវតមកដល់ថ្ងៃ Christmas Day ពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺថ្ងៃ Christmas ហើយនេះគឺសម្ដែងនេះគឺរៀបចំឲ្យអស់ហើយតែខ្ញុំសម្ដែងធ្វើឯងអីណាអូយ Emmy ខ្មាស់គេណាមិនមកអង្គយូរក៏គេបានរៀបចំជាមួយនឹងម្ហូបអាហារដ៏ឆ្ងាញ់បងប្អូនទាំងអស់គ្នាយ៉ាវហននិយាយមែនអរគុណមែនតើបងធីណាបានរៀបចំជាមួយនឹងយ៉ាវហនអរគុណដល់បងរតអូយគាត់ធ្វើយ៉ាវហនឆ្ងាញ់ណាហ្នឹងហើយសម្រាប់ថ្ងៃ Christmas Day ហើយក៏មានជាមួយនឹងការជួបជុំជាមួយនឹងក្រុមគ្រួសារសាច់ថ្លៃបងនេះក៏ជាលើកទី1ដែលខ្ញុំធ្វើការជុំគ្នាជាមួយនឹងសាច់ថ្លៃនៅ Christmas Day ដែលយើងធ្វើការបើកកាដូជុំគ្នាជាពិសេសហើយក្មួយខ្ញុំចៅខ្ញុំស្អាតសាហាវហ្មងនេះសើចៅខ្ញុំណាបងប្អូនទាំងអស់គ្នាអូគេសប្បាយអរណាស់គេបានកាដូទាំងនេះហើយគឺជាសុភមង្គលនៅក្នុងក្រុមគ្រួសារហើយភាពហត់នឿយរបស់យើងទាំងប្រហែលគឺរលាយតែម្ដងយ៉ាងណាក៏មិនមកអង្គយូរលោកតាវីលៀមនិងលោកយាយ Emmy ក៏មានកាដូជូនទៅដល់ចៅទាំងអស់គ្នាតិចក្តីច្រើនក្តីក៏តាមសទ្ធាណាចាហើយម៉ាមីគេថាបើជ្រុលឲ្យ gift ទៅកូនគេហើយគេឲ្យឆ្នោតមកសន្លឹកចាអង្គុយកុសហើយឡើងវិលខ្ញាល់កុសមិនដែរត្រូវមកជីវិតខ្ញុំនេះកុសមិនដែរត្រូវទេនាំគ្នាជុំក្រុមគ្រួសារកុសបន្ថែមទៀតតចូលពេលល្ងាចគឺបងបាននាំយើងទៅកាស៊ីណូបងប្អូនអត់មានបានទៅលេងល្បែងទេគឺលក្ខណៈតម្រង់ទៅមើលកន្លែងទីតាំងគេហើយនឹងតែរកជាអីចឹងណាតែក៏ជាពេលវេលាមួយខ្ញុំសប្បាយចិត្តខ្លាំងមែនតើព្រោះដោយសារអីទីតាំងនៅនឹងស្អាតបងប្អូនទាំងអស់គ្នាចាហើយចំថ្ងៃ Christmas ហ្មងណាមនុស្សច្រើនរបស់គេដែរតែស្មានតែអត់មានមនុស្សទេចានេះគឺបងថតអូនថតបងចាទៅរយៈពេលប្រហែលថ្ងៃជីវិតខ្ញុំអត់មានភ្លឺស្វាងទេចាគឺថាល្ងិតសូនឆឹងចាល្ងាចឡើងដាក់តែថាណែអនុស្សាវរីយ៍សបាយដែរហ្នឹងណាពេលមកវិញនឹកជាក់ណាហើយក៏ចង់មកផ្ទះអត់ឲ្យគេមកផ្ទះទៀតណាចាគឺថាEmmyសបាយអពីកោចាឥឡូវមកកាច់រៀងនៅក្នុងបន្ទប់ទឹកឃើញបន្ទប់ទឹកស្អាតពេកហើយនេះស្អីទេពីអ្នកបងហើយ Merry Christmas ដល់សួរឡើងស្អែកឡើងមានរឿងអីកើតឡើង Emmy ភ្លេចឲ្យឆឹងយប់មិញក៏ថាកុំគ្មានអីទេឬសូតែខំអូខេនេះគឺជាវីដេអូសម្រាប់ថ្ងៃទី1និងថ្ងៃទី2នៃដំណើរកម្សាន្តបន្តទៀតជួបគ្នានៅ New York City